នេះបងប្អូនថ្ងៃហ្នឹងខ្ញុំបានមកមើលផ្ទះបងស្រីខ្ញុំនឹងផ្ទះម៉ែខ្ញុំមិនថាឆេះហើយថ្ងៃមុនហ្នឹងថៃគេនិយាយថាកន្លែងផ្ទះខ្ញុំហ្នឹងកន្លែងនេះគេទុកអាវុធកំភ្លើងធំហើយហ្នឹងហើយកន្លែងទុកគ្រាប់ហើយវាថាកន្លែងហ្នឹងកន្លែងទុកគ្រាប់ទុកអីចឹងហើយថាទុកគ្រាប់ម៉ែវាស្អីមើលនេះផ្ទះហ្នឹងខ្ញុំនៅ20ឆ្នាំជាងហើយហ្នឹងខ្ញុំនៅតាំងពីខ្ញុំក្មេងៗជាមួយម៉ែខ្ញុំនេះផ្ទះបងស្រីខ្ញុំឆេះអស់ហ្នឹងហើយវាថាស្រីខ្ញុំយកអីគេនេះអាកោងងេតនេះយកមកសំដែងនេះណាន័យថាជួលគេឲ្យយកមកដាក់ឲ្យគេថៃអីថៃគេថាអញ្ចឹងហើយក្មួយខ្ញុំទៅបានប្រហែលខែហ្នឹង7 8ខែហ្នឹងហើយមើលសល់អីនេះសល់តែផេះហ្នឹងមកមើលសំដែងបដួយម៉ែវាហើយកន្លែងដាក់ឃ្លាំងគ្រាប់អាវុធចដូនចតាវាអីអាចុយម្រាយថៃផ្ទះអញនៅឡើង20ឆ្នាំជាងហើយផ្ទះហ្នឹងមិនមែនផ្ទះតាហ៊ានមិនមែនប្រពន្ធតាហ៊ានទេផ្ទះប្រជារាស្ត្រផ្ទះប្រជាជនធម្មតាហ្នឹងឯងគ្មានតាហ៊ានគ្មានអីណាទេហើយអញអត់សំដែងទេអញផ្ដាំតែចុយម្រាយថៃហើយមើលនេះកន្លែងនេះឆេះមិនតាន់អស់ផងនៅដាតភ្លើងនៅឡើយទេនេះកន្លែងនេះដោយសារតែស្រូវវាច្រើនស្រូវឡើង60បេជាងហើយស្រូវនេះស្រូវល្អទេស្រូវម្លេះទៀតឆេះខ្ទេចមានសល់អីសល់តែផេះហ្នឹងហើយមិនមើលហើយកន្លែងផ្ទុកគ្រាប់ជាដូនជាតាម៉ែហែងស្អីជុំវិញសិតចំការដំឡូងហ្នឹងនៅនឹង20ឆ្នាំជាងហើយដើមស្វាយប៉ុណ្ណឹងនៅក្រោយផ្ទះនោះដើមចន្ទីពីដើមតែថាមានដើមឈើធំហើយមើលជុំវិញខាងមើលមានអីមានតែចំការដំឡូងចំការអីហ្នឹងសិតថាឯងឯណាថតសំដែងឯណាចំស្អីណាយកកង់ងេតកូនក្មេងខ្ញុំមកដាក់ឯណាឯនេះវាគ្មានប៉ះពាល់ដល់អាយុជីវិតអ្នកណាម្នាក់ទេប៉ុន្តែគាត់តែថាហើយនិយាយនោះវាខុសពីការប៉ັດអានេះផ្ទះសតសាតផ្ទះអញនឹង20ឆ្នាំជាងហើយខ្ញុំចូលផុសដាក់ក្នុង TikTok និយាយពីថៃគេចូលសើចំអកលក់លុយឲ្យខ្ញុំដល់ហើយនេះដែលនៅហុយហ្នឹងគឺស្រូវសិតតែស្រូវទាំងអស់ហើយនោះពេលក្របធ្លាក់មកផ្ទុះមកបែកពីងបែកអីអស់ហើយខ្ញុំក៏ដឹងដែរថាវាធ្លាក់នៅកន្លែងណាប៉ុន្តែឥឡូវដូចតែបងប្អូនឃើញហ្នឹងថ្ងៃហ្នឹងខ្ញុំបានមកអឺតផ្ទះមកផ្លែតមានអីតែមានតែប៉ុណ្្នឹងឯងហើយវាយកទៅផ្សាយថាស្អីណាឯនេះកន្លែងទុកគ្រាប់កន្លែងដាក់កាភ្លើងធំដាក់បដួយម៉ែវាអីផ្ទះអញនៅឡើង20ឆ្នាំជាងហើយនឹងវាគិតអីវាណាឆេះអស់លេងហ្នឹងហើយមើលដើមស្វាយមានដើមស្អីច្រើនដើមប៉ុណ្ណឹងខាងក្រោយទៅលងទេដើមចន្ទីឯនោះពីដើមទេមានអីទៀតណែឆេះម៉ត់អស់ហើយហ្នឹង